យើងមើលករណីសូត្រមន្តមួយយើងមើលឃើញច្រើនប៉ុន្តែយើងដោយសារតែយើងកាន់ពុទ្ធសាសនាបច្ចុប្បន្ននេះអញ្ចឹងការប្រារព្ធពិធីអីទាំងអស់ហ្នឹងប្រពៃណីណាដែលធ្លាប់ខ្មែរធ្លាប់មានកន្លងមកហ្នឹងជ្រក់នៅក្រោមពិធីពុទ្ធសាសនាទៅហ្នឹងយើងមើលឃើញអញ្ចឹងថ្ងៃនេះយើងបន្តទៅជែកគ្នាជាមួយព្រះអង្គគ្រូជុំវិញជំនឿនិងបញ្ញាព្រះអង្គគ្រូគណៈមុនចូលប្រធានបទតែម្ដងជាទូទៅនៅប្រទេសណាក៏មានពុទ្ធសាសនាដែរនៅក្នុងពិភពលោកយើងនេះហើយក៏មានសាសនាដទៃផ្សេងទៀតដូចជាសាសនាគ្រីស្ទានសាសនាឥស្លាមនិងសាសនាដទៃផ្សេងទៀតដូចនៅជប៉ុននេះមានសាសនាច្រើនណាស់មានទាំងពីសាសនាតៅសាសនាជាដើមនៅចិនអីទៀតចាស់អញ្ចឹងគណៈត្រឡប់មកកាន់ពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើងមែនទែនទៅជំនឿពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺវាមានចម្រុះច្រើនជំនឿពុទ្ធសាសនាបែបពុទ្ធសាសនាជំនឿពុទ្ធសាសនាបែបព្រហ្មញ្ញជំនឿសាសនាបែបរុក្ខរអ្នកតាដែលដូនតាខ្មែរយើងតាំងពីដើមបានគោរពប្រតិបត្តិដែលយើងគេឲ្យឈ្មោះថាខ្មែរម៉ូនេះជាដើមនោះពីជ្រុងព្រះអង្គគ្រូដែលនិមន្តទៅរៀននៅសាកលវិទ្យាល័យ Harvard រហូតទៅដល់បានបណ្ឌិតផ្នែកទស្សនៈជាពុទ្ធសាសនាព្រះអង្គគ្រូជាបឋមមើលឃើញជាទូទៅយ៉ាងម៉េចដែរទៀតចាស់មុនដោយសារពុទ្ធសាសនានេះកើតឡើងនៅទឹកដីចម្ពោះទ្វីបនៅបច្ចុប្បន្ននេះវានៅនៃប្រទេសឥណ្ឌានេប៉ាល់បង់ក្លាដេសនៅវានៅមួយជ្រុងគេហៅអាស៊ីខាងត្បូងហ្នឹងហើយនៅហ្នឹងហើយពុទ្ធសាសនាកើតនៅទីនោះហើយធ្វើដំណើរទៅកាន់ទីដទៃទាំងណាមុនពុទ្ធសាសនាមកដល់កម្ពុជាយើងនេះយើងក៏មានប្រពៃណីវប្បធម៌របស់ខ្មែរហ្នឹងខ្លះហើយក៏មានកាន់ពុទ្ធសាសមានកាន់សាសនាដទៃដូចជាហិណ្ឌូដូចជាអ៊ីស្រាអែលមួយចំនួនមកហើយដែរកន្លងមកហើយដែរដល់អញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះពុទ្ធសាសនាហ្នឹងពុទ្ធសាសនាដែលមកប្រដស្ថាននៅកម្ពុជាយើងនេះគឺជាបច្ចុប្បន្ននេះគឺយើងមើលឃើញការបដិបត្តិហ្នឹងច្រើនតែមិន 100% ទេតាមជាពិសេសច្រើនតែផ្សារបើនិយាយពីទស្សនវិជ្ជាគឺយើងមើលឃើញទៅ 100% ហើយដែលបង្រៀនណាតែបើការអនុវត្តផ្សារភ្ជាប់វាជាធម្មតាជាធម្មជាតិរបស់សង្គមវាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ពុទ្ធសាសនាខ្លួនឯងផ្ទាល់វប្បធម៌របស់អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរផ្ទាល់វប្បធម៌របស់វប្បធម៌ខ្មែរអរិយធម៌ប្រពៃណីរបស់អ្នកស្រុកខ្មែរនោះដើមផងអញ្ចឹងវាបូកបញ្ចូលគ្នាទាំងអស់យើងមើលករណីសូត្រមន្តមួយយើងមើលឃើញច្រើនប៉ុន្តែយើងដោយសារតែយើងកាន់ពុទ្ធសាសនាបច្ចុប្បន្ននេះអញ្ចឹងការប្រារព្ធពិធីអីទាំងអស់ហ្នឹងប្រពៃណីណាដែលធ្លាប់ខ្មែរធ្លាប់មានកន្លងមកហ្នឹងជ្រក់នៅក្រោមពិធីពុទ្ធសាសនាទៅហ្នឹងយើងមើលឃើញអញ្ចឹងហើយស្ថានភាពយ៉ាងដូចនេះឬក៏អាចនិយាយថាសត្យានុមត្តភាពសត្យានុមត្តឬក៏សច្ចភាពនេះវាកើតមាននៅគ្រប់កន្លែងទាំងអស់នៅអាមេរិកនៅប្រទេសផ្សេងទៀតក៏អញ្ចឹងដែរដូចគ្នាអាមេរិកក៏គេមានប្រពៃណីវប្បធម៌របស់គេមុនសាសនាគ្រិស្តទៅដល់ពួកអឺរ៉ុបក៏គេមានប្រពៃណីវប្បធម៌របស់គេអារ៉ាប់ហ្នឹងខ្លួនឯងផ្ទាល់ហ្នឹងមុនដែលកាន់សាសនាអ៊ីស្លាមហ្នឹងក៏គេមានប្រពៃណីវប្បធម៌របស់គេផ្ទាល់យើងនៅសេសសល់ដូចជានៅអារ៉ាប់ថ្មីណាស់អាត្មាមុនទៅប៉ាគីស្ថានឃើញអ្នកស្រុកប៉ាគីស្ថាននៅមានប្រពៃណីវប្បធម៌នៅមានពុទ្ធរូបនៅអីហើយពីអីមួយចំនួនហ្នឹងនៅដែលអ្នកស្រុកខាងនោះប្រាប់អាត្មាហើយក៏គេបាននិយាយថាវានៅលាយឡំជាមួយនឹងពុទ្ធសាសនាជាមួយនឹងហិណ្ឌូជាមួយព្រហ្មញ្ញសាសនាជាមួយនឹងប្រពៃណីរបស់អ្នកស្រុកប៉ាគីស្ថាននឹងផ្ទាល់អីចឹងណាក្នុងនេះស្រុកអីបើនិយាយទៅបើយើងមើលជារួមរបស់អស់ទាំងហ្នឹងវាជាអត់ផុតទេ